ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសុផលបរមលក្ខមកពីក្រុម SV3 ដែលនឹងធ្វើទៅលើ exercise 3ដែលនិយាយអំពី Linux basic command ដែលយើងត្រូវធ្វើការបង្កើតជាមួយនឹង file ហើយនឹង folder អញ្ចឹងជាដំបូងយើងធ្វើការបង្ហាញទៅលើ result ដែលយើងបានបង្កើតចឹងយើងមានជាមួយនឹង main folder ដែលមានឈ្មោះថា ctech តមកយើងមាន sub folder 3ដែលមាន teach A teach B teach C ហើយនៅក្នុង sub folder teach នីមួយៗមានជាមួយនឹង sub folder 4បន្ទាប់ដែលមានឈ្មោះ student A A1 A2 A3 ចឹងនៅក្នុង sub folder ដែលមានឈ្មោះ student A ហ្នឹងfolder ណាដែលមានលេខយើងត្រូវបង្កើត file នីមួយៗដែលមានឈ្មោះដូចគ្នាដែលមានឈ្មោះថា sv3.txt ដែលចំពោះ folder student ណាដែលមិនមានជាមួយនឹងលេខអញ្ចឹងយើងអត់ត្រូវធ្វើការបង្កើត file ទេអញ្ចឹងដូចដែលបានឃើញ A1 A2 A3 B1 B2 B3 និង C1 C2 C3 សុទ្ធតែមានជាមួយនឹង file ចំណែកឯ student A B C អត់មានអញ្ចឹងឥឡូវយើងធ្វើការបង្ហាញ comment ដែលយើងអាចធ្វើការបង្កើតជាមួយនឹង folder នីមួយៗចឹងនេះគឺជាការបង្កើត folder multiple folder ដែលយើងប្រើជាមួយនឹង mkdir.p ដែលយើងអាចបង្កើត folder និង sub folder ជាច្រើនអញ្ចឹងជាដំបូងយើងបង្កើតឈ្មោះ main folder មួយដែលមានឈ្មោះថា ctech/ តមក sub folder ដែលមានឈ្មោះ teach A ហើយ sub folder ទៀតដែលមានstudent ដែលយើងឲ្យឈ្មោះនីមួយៗគឺ student A A1 A2 A3 តមកយើងគ្រាន់តែសរសេរវាទៅដែរដូរតែឈ្មោះដាក់ teach B student B B1 B2 B3 និង C ក៏ដូចគ្នាដែរអញ្ចឹងយើងសរសេរ comment ប៉ុណ្ណឹងយើងអាចបង្កើតជាមួយនឹង folder ដែលមាន sub folder ទាំងអស់ហ្នឹងនៅក្នុងហ្នឹងអញ្ចឹងយើងសរសេរប៉ុណ្ណឹងយើងអត់ទាន់បានបង្កើត file ទេអញ្ចឹងយើងត្រូវសរសេរ comment មួយទៀតដែលយើងត្រូវបង្កើត file នៅក្នុង sub folder ណាដែលមានលេខនេះអានេះគឺជាការសរសេរ comment ដែលយើងត្រូវបង្កើត file ដែលជាដំបូងយើងត្រូវសរសេរ attach ដែល attach ហ្នឹងយើងជាការបង្កើត file តមកយើងមាន directory ដែលយើងត្រូវបង្កើត file នៅក្នុងហ្នឹងដែលយើងត្រូវបង្កើតនៅក្នុងctech តមកនៅក្នុង teach A តមក student A ដែលយើងយកតែ value ដែលមានលេខ1លេខ2លេខ3អញ្ចឹងយើងយកតែ sub folder ណាដែលមានលេខអញ្ចឹង student A ដែលអត់លេខយើងអត់យកអញ្ចឹងយើងត្រូវសរសេរលេខ1លេខ2លេខ3តមកនៅក្នុង folder ហ្នឹងយើងអាចបង្កើត file មួយដែលមានឈ្មោះថា sv3.txt ហើយ file ហ្នឹងវានឹងត្រូវបង្កើតនៅក្នុង folder នីមួយៗដែលមានលេខតមកយើងគ្រាន់តែសរសេរដូចគ្នា student B student C សរសេរវាដូចទឹកនឹង student A អញ្ចឹងយើងសរសេរ comment ប៉ុណ្ណឹងយើងអាចបង្កើត file នីមួយៗនៅក្នុង sub folder ដែលមានលេខអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណលោកគ្រូ